ប្រខែហើយនឹងព្រះអាទិត្យមានទំហំខុសគ្នារហូតដល់ជាង400ដងតែហេតុអីបានយើងមើលពីផែនដីទៅឃើញវាមានទំហំប្រហាក់ប្រហែលគ្នាបាទចម្លើយនោះគឺព្រះអាទិត្យហើយនិងព្រះច័ន្ទមានម៉ាស់ផ្សេងគ្នាហើយនឹងចម្ងាយមកផែនដីក៏ខុសគ្នាដែរចម្ងាយពីព្រះច័ន្ទមកផែនដីត្រឹមតែ 384,400 គីឡូម៉ែត្រតែប៉ុណ្ណោះរីឯពីព្រះអាទិត្យមកផែនដីរហូតដល់ 149.6 លានគីឡូម៉ែត្របាទព្រះច័ន្ទគឺខិតរំកិលចេញពីផែនដី 3.8 សង់ទីម៉ែត្រនៅក្នុងមួយឆ្នាំដោយគេជឿជាក់ថាកាលពី 4,000 លានឆ្នាំមុនចម្ងាយពីព្រះច័ន្ទមកផែនដីត្រឹមតែ 24,000 គីឡូម៉ែត្រតែប៉ុណ្ណោះបានន័យថាព្រះច័ន្ទរំកិលចេញពីផែនដីពីមួយថ្ងៃទៅមួយថ្ងៃទៅហើយពេលថ្ងៃព្រះច័ន្ទមានសីតុណ្ហភាព107អង្សាសេរីឯពេលយប់ផ្លាស់ប្ដូរមួយទំហឹងមកដល់153អង្សាសេតែប៉ុណ្ណោះទំនាញរបស់ព្រះច័ន្ទគឺទាបជាងផែនដី6ដងបានន័យថាមនុស្សដែលមានទម្ងន់60គីឡូនៅលើឋានព្រះច័ន្ទនៅសល់តែ10គីឡូតែប៉ុណ្ណោះ